គ្រប់គ្រងនៅអាជីវកម្មគឺវាមិនមែនជារឿងងាយស្រួលនោះទេហើយបើយើងជ្រើសរើសនៅឧបករណ៍បច្ចេកវិទ្យាយកមកប្រើប្រាស់ដែល file ឬក៏ឯកសារសំខាន់ដាក់នៅ app ដាច់ដោយឡែកផ្សេងពីគ្នាវារត់តែធ្វើឲ្យអាជីវកម្មរបស់យើងនឹងស្មុគស្មាញកាន់តែច្រើនឡើងចុះបើសិនជាយើងអាចគ្រប់គ្រងនៅ email ឯកសារក្រុមហ៊ុនក៏ដូចជា file download ផ្សេងព្រមទាំងការប្រជុំម្យ៉ាងវិញទៀតណា data ទាំងអស់នោះស្ថិតនៅសុវត្ថិភាពទៀតតើរឿងទាំងអស់នេះមិនមែនជារឿងដែលល្អទេឬសម្រាប់ម្ចាស់អាជីវកម្មទាំងអស់តើអញ្ចឹងដើម្បីកុំឲ្យអាជីវកម្មរបស់យើងស្មុគស្មាញមកដឹងពីចំណុចពិសេសចំនួន3យ៉ាងរបស់ Microsoft 365 ដែលអាជីវកម្មទាំងអស់គឺគាត់ត្រូវការបំផុតហើយនៅពេលដែលគាត់ប្រើការទៅគឺបានផលភ្លាមតែម្ដងជំរាបសួរហើយសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំសុមាលីមកពីប្រសិទ្ធ Solution វីដេអូនេះគឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់បងប្អូនដែលគាត់កំពុងតែគ្រប់គ្រងនៅអាជីវកម្មខ្នាតតូចក៏ដូចជាកំពុងតែ run នៅ growing business ផងដែរដោយសារតែក្នុងវីដេអូនេះគឺនឹងមកនិយាយអំពីសារៈប្រយោជន៍ដ៏សំខាន់របស់ Microsoft 365 ដែលជួយនៅក្នុងអាជីវកម្មរបស់យើងការងារប្រចាំថ្ងៃរបស់យើងនឹងគឺប្រកបដោយភាពរលូនព្រមទាំងជួយសម្របសម្រួលការងារជាមួយនឹងក្រុមការងាររបស់យើងមិនថាគាត់ធ្វើការពី office ឬក៏គាត់ធ្វើការពីចម្ងាយនោះទេអញ្ចឹងនៅពេលដែលបងប្អូនបានទស្សនាវីដេអូមួយនេះបងប្អូននឹងយល់កាន់តែច្បាស់អំពីថាតើ Microsoft 365 គឺជាអ្វីតើវាជួយដោះស្រាយទៅលើបញ្ហាអ្វីខ្លះម្យ៉ាងវិញទៀតនោះគឺតាក់ទងជាមួយនឹង feature ដែលផ្ដល់ផលចំណេញបំផុតសម្រាប់អាជីវកម្មរបស់យើងរាល់គ្នាបាននិយាយងាយយកទៅ Microsoft 365 នេះរួមបញ្ចូលមានទាំងប្រព័ន្ធ email អាជីវកម្មដែលយើងហៅថា Outlook ហើយកម្មវិធី Office ដែលយើងប្រើប្រាស់រាល់ថ្ងៃនឹងដែលមានដូចជា Word Excel PowerPoint ដែលប្រើសម្រាប់ឯកសារក៏ដូចជាការងារសំខាន់ប្រចាំថ្ងៃមួយវិញទៀតមានដូចជាកម្មវិធី Teams ដែលប្រើប្រាស់សម្រាប់ការប្រជុំការពិភាក្សារួមជាមួយនឹងការរក្សាទុកនៅលើ Cloud តាមរយៈ OneDrive ឬក៏ SharePoint ព្រមទាំងប្រព័ន្ធការពារសុវត្ថិភាពដ៏ខ្ពស់បំផុតដំបូងគេបង្អស់ហ្នឹងគឺ Microsoft 365 គឺជាកញ្ចប់ឧបករណ៍ Digital ដ៏ល្អពេញលេញមួយសម្រាប់អាជីវកម្មក៏ដូចជាក្រុមហ៊ុនរបស់យើងទាំងអស់គ្នាវាប្រមូលផ្ដុំដោយកម្មវិធីជាច្រើនដែលយើងតែងតែប្រើប្រាស់ប្រចាំថ្ងៃហ្នឹងក៏ដូចជា OneDrive ដែលយើងយកមកធ្វើការយ៉ាងរលូនជាមួយគ្នានៅលើ Cloud អ្វីដែលម្ចាស់អាជីវកម្មគាត់ពេញចិត្តបំផុតនោះគឺ Outlook ដោយសារតែវាបានផ្ដល់ជូននៅប្រព័ន្ធ email ក៏ដូចជា ប្រតិទិនកម្រិត business class ដែលសម្រាប់អាជីវកម្មគាត់ងាយស្រួលនៅក្នុងការតាមដានទៅលើការណាត់ជួបក៏ដូចជាការចេញវិក្កយបត្រនិងការតាមដានទៅលើការងាររបស់អតិថិជនរបស់គាត់នឹងប្រព្រឹត្តទៅបានដោយយ៉ាងល្អដោយមិនមានចន្លោះប្រហោងណាមួយហើយអ្វីបានជា Microsoft 365 នេះវាមានសារៈប្រយោជន៍ក៏ដូចជាល្អបំផុតសម្រាប់អាជីវកម្មរបស់យើងធ្វើការប្រចាំថ្ងៃនេះទី1គឺធ្វើការបានគ្រប់ទីកន្លែងអញ្ចឹងមានន័យថាឯកសារទាំងអស់ហ្នឹងនៅពេលដែលយើង share ឲ្យគ្នាទៅនៅពេលដែលណាគេដែលគាត់ edit ឬក៏ធ្វើការបច្ចុប្បន្នភាពទៅលើហ្នឹងគឺ document ហ្នឹងគឺនឹង sync គ្នាតែម្ដងគឺ up to date គ្រប់ពេលវេលាអញ្ចឹងយើងអាចបើកធ្វើការបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងទី2គឺការសម្រួលរួមគ្នាបានភ្លាមអញ្ចឹងមានន័យថា file មួយហ្នឹងយើងអាចមានអ្នកកែសម្រួលបានពី3នាក់នៅក្នុងពេលតែមួយក៏បានដែរហើយ file ហ្នឹងគឺ up to date តែម្ដងអញ្ចឹងគឺយើងអត់ចាំបាច់ខាតពេលត្រូវផ្ញើទៅផ្ញើមក update last version ឬក៏ version យើង update ថ្មីទៅមកច្រើនតង់ឯងទី3គឺកាត់បន្ថយការងារដដែលអញ្ចឹងយើងអាចប្រើប្រាស់នៅ Power Automate ដែលជួយកំណត់នៅការ reminder ក៏ដូចជា approval បានដោយស្វ័យប្រវត្តិហើយមួយវិញទៀតហ្នឹងគឺការបង្កើនភាពជឿជាក់អញ្ចឹងមានន័យថា Microsoft 365 នេះគឺទៅពេលដែលយើងធ្វើការទៅលោកបែបជា professional ច្រើនដោយសារតែ email របស់យើងហ្នឹងគឺយើងអាច custom domain បានដែលយើងអាចដាក់ឈ្មោះទៅតាមក្រុមហ៊ុនរបស់យើងបានម្យ៉ាងវិញទៀតយើងក៏ចែករំលែកនៅ ប្រតិទិនមានន័យថា share calendar ជាមួយនឹងក្រុមការងារបានផងដែរសាកសម័យមើលនៅពេលដែលបុគ្គលិកផ្នែកលក់កំពុងតែធ្វើការ edit ឬក៏ធ្វើការកែសម្រួលទៅលើ file របស់គាត់ទាក់ទងជាមួយនឹង quote ហើយបុគ្គលិកផ្នែកអត្ថន័យហ្នឹងកំពុងតែផ្ទៀងផ្ទាត់លេខនៅក្នុង Excel ហើយអ្នកគ្រប់គ្រងគាត់អាច approve បានភ្លាមតែម្ដងនៅលើឯកសារតែមួយក្នុងពេលតែមួយដោយមិនចាំបាច់ធ្វើការ email ត្រឡប់ទៅត្រឡប់មកនាំតែរញ៉េរញ៉ៃនោះទេដោយសារតែ file ទាំងអស់នោះគឺបានស្ថិតនៅក្នុង OneDrive ទាំងអស់ហើយអញ្ចឹងមានន័យថាអ្នកគ្រប់គ្រងនោះគាត់ចង់បើកនៅពេលណាទីកន្លែងណាក៏បានដែរហើយបើនិយាយមកផ្នែកទៀតសម្រាប់អាជីវកម្មខ្នាតតូចវិញអ្វីដែលសន្សំសំចៃពេលវេលាខ្លាំងបំផុតនោះគឺមានកន្លែងតែមួយក្នុងការតំណាក់តំណងនិងមានកន្លែងតែមួយសម្រាប់ផ្ទុកឯកសារយើងប្រើ Microsoft Teams នេះដើម្បីធ្វើការងារប្រជុំឯ OneDrive និង SharePoint វិញគឺជួយរៀបចំរចនាសម្ព័ន្ធឯកសាររបស់យើងនឹងឲ្យកាន់តែមានរបៀបរៀបរយខ្លាំងជាងមុនហើយអ្វីបានជាក្រុមការងាររបស់ពួកយើងចូលចិត្តប្រើប្រាស់នៅ Microsoft Teams បែបពួកអីដោយសារតែអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុង app តែមួយអញ្ចឹងមានន័យថានៅពេលដែលយើងធ្វើការ meeting នៅក្នុង Microsoft Teams នេះហើយយើងអាចធ្វើការឆាតក៏បានហើយម្យ៉ាងវិញទៀតយើងអាច share screen មានន័យថាយើង share អេក្រង់របស់យើងនឹងទៅកាន់សមាជិករបស់យើងនឹងក៏បានដែរហើយម្យ៉ាងវិញទៀតគឺបែងចែកការងារច្បាស់លាស់អញ្ចឹងកន្លែងហ្នឹងគឺងាយស្រួលសម្រាប់យើងខ្លាំងមែនតើនៅពេលដែល file យើង store ទុកនៅក្នុង OneDrive មានន័យថាមានតែយើងទេដែលយើងអាចមើលបានគឺយើងផ្ទាល់ខ្លួនហើយបើ file ទៀតយើងអាច share ចូលទៅក្នុង SharePoint បានដែលនៅពេលដែលយើង share ទៅក្នុង SharePoint ទៅមានន័យថា team ផ្សេងទៀតដែលយើងបាន share ទៅនឹងគាត់អាចចូលទៅមើល file នឹងបាន collaborate ជាមួយយើងបានយ៉ាងងាយស្រួលហើយម្យ៉ាងវិញទៀតហ្នឹងគឺ
ថាលែងបារម្ភពីរឿងការកែខុសដោយសារតែយើងមាន version history មួយដែលយើងអាចធ្វើការពិនិត្យមើលក៏ដូចជាត្រឡប់ទៅកាន់ឯកសារដើមរបស់យើងវិញបានគ្រប់ពេលវេលាដោយកាត់បន្ថយនៅកំហុសក៏ដូចជាការធ្វើការងារត្រួតគ្នាផងដែរហើយចំណុចដែលពិសេសជាងគេនោះគឺចែករំលែកដោយសុវត្ថិភាពអញ្ចឹងជាធម្មតានៅពេលដែលយើងផ្ញើ share file ទៅកាន់អតិថិជនរបស់យើងឬក៏ទៅកាន់ដៃគូម្ចាស់អាជីវកម្មរបស់យើងតែមាន link ឯងអញ្ចឹងមានន័យថាយើងក៏អាចកំណត់ទៅលើការបរិច្ឆេទផុតកំណត់ទៅលើ link នោះផងដែរអញ្ចឹងមានដល់ថ្ងៃផុតកំណត់ដែលយើង set នឹងទៅពួកគាត់អាចចូល link នឹងបានទៀតទេហើយមួយវិញទៀតដែរយើងក៏អាចដកសិទ្ធិនៅការចូលមើលរបស់ពួកគាត់នឹងបានគ្រប់ពេលវេលាផងដែរអញ្ចឹងឧទាហរណ៍ជាក់ស្ដែងហ្មងរាល់ឯកសាររបស់ផ្នែករដ្ឋបាលមានន័យថា HR អញ្ចឹងគាត់នឹងរក្សាទុកនៅក្នុង folder មួយដែល store ទៅលើ SharePoint អញ្ចឹងរាល់បុគ្គលិករបស់យើងនឹងក៏គាត់អាចទៅយកឯកសារដែល version ចុងក្រោយគេបង្អស់យកមកប្រើប្រាស់បានអញ្ចឹងមានន័យថាតួឯកសារហ្នឹង HR គាត់ update ម្ដងក៏ដោយក៏វានៅតែ store up to date ទៅលើឯកសារហ្នឹងដែរនេះគឺជាវិធីសាស្ត្រមួយដែលជួយកាត់បន្ថយពេលវេលាច្រើនខ្លាំងមែនទែនដែលអត់ចាំបាច់ឲ្យយើងនឹងត្រូវការបើកអង្គប្រជុំរហូតត្រូវការ meeting រហូតឬក៏ call សួររហូតទេដែលគ្រាន់តែយើងចូលទៅកាន់ SharePoint ហើយយើងអាចយកនៅឯកសារដែល up to date នឹងយកមកប្រើប្រាស់បានហើយហើយគឺជាវិធីសាស្ត្រដែលជួយឲ្យចំណេញពេលវេលាខ្លាំងមែនទែនដែលបុគ្គលិកទាំងអស់ហ្នឹងក៏អត់ចាំបាច់ត្រូវការតែ meeting ត្រូវការតែ call សួរអីរហូតនោះទេគាត់អាចប្រើប្រាស់តាមរយៈការទាញយកឯកសារទាំងអស់នោះពី SharePoint បានពីកន្លែងតែមួយបានយើងដឹងហើយថា Microsoft 365នោះជួយការងារយើងប្រចាំថ្ងៃបានច្រើនខ្លាំងមែនទែនហើយអីដែលកាន់តែសំខាន់ជាងនឹងទៅទៀតនោះគឺថាតកតងជាមួយនឹងផ្នែកសុវត្ថិភាព security នេះឯងអញ្ចឹងបញ្ហាសុវត្ថិភាពគឺជារឿងសំខាន់ខ្លាំងមែនទែនបើទោះបីជាអាជីវកម្មរបស់យើងខ្នាតតូចក៏ដោយដែលអញ្ចឹងហើយ Microsoft 365របស់យើងអាចជួយទប់ស្កាត់នៅក្នុងការបោកបញ្ឆោតតាមអនឡាញហើយការវាយប្រហារ digital ទៅលើអាជីវកម្មខ្នាតតូចនេះអាចចាប់ផ្ដើមពីចំណុចខ្សោយតែពីរប៉ុណ្ណោះទី1គឺការលួចយកពាក្យសម្ងាត់របស់យើងបានគឺ password របស់យើងហើយទី2គឺការផ្ញើ email ដែលបោកបញ្ឆោតមើលទៅដូចជា email ពិតប្រាកដចឹងតែពិតទៅ email នោះគឺជា phishing email ទេដែលយើងអាចចុចទៅលើ link ណាមួយដោយអចេតនាពេលនោះក៏គេអាចធ្វើការប្រមូលយកព័ត៌មានរបស់យើងហើយវាធ្វើឲ្យមានផលប៉ះពាល់ទៅលើអាជីវកម្មរបស់យើងផងដែរហើយបាននិយាយពីមុខងារការពារសំខាន់ៗរបស់ Microsoft 365វិញក្នុងនោះក៏មាននៅការទប់ស្កាត់នៅការបោកបញ្ឆោតផងដែរអញ្ចឹងគឺប្រើប្រាស់នៅ Defender ដើម្បីឆែករកមើល email ដែលคล้ายៗក៏ដូចជា link ដែលគ្រោះថ្នាក់នានាទី2គឺការពារប្រព័ន្ធការងារអញ្ចឹងយើងអាចគ្រប់គ្រងពីទូរស័ព្ទរបស់យើងក៏ដូចជា laptop របស់យើងតាមរយៈ Intune អញ្ចឹងបើសិនជាករណីថាយើងបានបាត់ទូរស័ព្ទឬបាត់ device ណាមួយយើងអាចធ្វើការចាក់សោរឬក្លុបទិន្នន័យរបស់ក្រុមហ៊ុនភ្លាមៗពីចម្ងាយក៏បានដែរហើយទី3នោះគឺការគ្រប់គ្រងឯកសារសម្ងាត់អញ្ចឹងយើងប្រើប្រាស់នៅ Purview ដើម្បីធ្វើការកំណត់សុវត្ថិភាពទៅលើឯកសារសំខាន់ៗនិងរក្សាទុកទិន្នន័យទៅតាមច្បាប់កំណត់ហើយចំណុចចុងក្រោយហ្នឹងគឺប្រព័ន្ធការពារពាជាន់មានន័យថាតទៅជាមួយនឹង MFA ដែលយើងបន្ថែមការផ្ទៀងផ្ទាត់អត្តសញ្ញាណចំនួន2ដងទោះបីជាគេមាន password របស់យើងក៏ដោយប៉ុន្តែក៏គេអាចចូលប្រើប្រាស់បានភ្លាមៗផងដែរតោះតែយើងត្រូវការ verify ម្ដងទៀតទៅគេអាចចូលប្រើប្រាស់បានហើយឧទាហរណ៍ជាក់ស្ដែងហ្មងបើសិនជាមានបុគ្គលិកណាម្នាក់គាត់ឆ្លងដែរចុចទៅលើ email คล้ายៗភ្លាមៗនោះ Defender នឹងធ្វើការលោតសារព្រមានឬក៏ alert ឲ្យយើងបានដឹងរឿងទាំងអស់នោះហើយរួមមកសម្រាប់ម្ចាស់អាជីវកម្ម Microsoft 365បានផ្ដល់ជូននៅប្រព័ន្ធ email professional ការទុកដាក់នៅឯកសារប្រកបដោយសុវត្ថិភាពខ្ពស់ព្រមទាំងមានការបញ្ចុះយ៉ាងមានភាពងាយស្រួលវាបានធ្វើឲ្យក្រុមការងាររបស់យើងក៏ដូចជាបុគ្គលិករបស់យើងធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ម្យ៉ាងវិញទៀតដោយមិនចាំបាច់ប្រើប្រាស់នូវឧបករណ៍ច្រើនរញ៉េរញ៉ៃនោះទេយើងក៏អាចសន្សំសំចៃទាំងពេលវេលាទាំងថវិកាបានច្រើនការបន្ថយហានិភ័យព្រមទាំងពង្រឹងទៅលើវិសាលភាពអាជីវកម្មរបស់យើងទោះបីជាយើងមានអាជីវកម្មខ្នាតតូចដែលមានបុគ្គលិកចាប់ពី5នាក់ទៅដល់50នាក់ក៏ដោយអញ្ចឹងបើសិនជាអ្នកដែលគាត់ត្រូវការប្រើប្រាស់នៅ email បែប professional តាក់ទងជាមួយនឹងកម្មវិធី Office ដែលយើងប្រើប្រាស់រាល់ថ្ងៃមានដូចជា Teams ហើយការធ្វើការទុកឯកសារនៅលើ Cloud គឺកញ្ចប់ Microsoft 365 Business Standard គឺស័ក្តិសមសម្រាប់អាជីវកម្មរបស់អ្នកទាំងអស់គ្នាហើយប្រសិនបើអ្នកទាំងអស់គ្នាចង់បាននូវការការពារឧបករណ៍ការងារក៏ដូចជាមានសុវត្ថិភាពខ្ពស់ខ្លាំងជាងនេះទៅទៀតកញ្ចប់ Business Premium គឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាបងមានចម្ងល់ឬក៏ចង់ប្រឹក្សាយោបល់ថែមទាក់ទងជាមួយនឹង Microsoft 365ជាមួយនឹងអាជីវកម្មរបស់បងសប្តាហ៍នេះបងអាចធ្វើការទាក់ទងទៅកាន់ Page Process Solution បានពួកយើងរីករាយនៅក្នុងការ recommend ក៏ដូចជាការ consultant ជូនដើម្បីជួយដោះស្រាយទៅលើបញ្ហាអាជីវកម្មរបស់បងទាំងអស់គ្នាហើយបើសិនជាបងចង់ដឹងព័ត៌មានឬក៏ topic អីជាច្រើនផ្សេងទៀតបងអាចធ្វើការតាមដានទៅកាន់ social media របស់ Process Solution ទាំងអស់នេះបានខ្ញុំសុមាលីសូមអរគុណនិងជម្រាបលា